កូនគឺជាបេះដូងកុំឲ្យការបែកបាក់បំផ្លាញអនាគតពួកគេបានអ្នកជាឪពុកឬម្ដាយសូមស្ដាប់វីដេអូនេះមុនពេលយើងធ្វើការសម្រេចចិត្តអ្វីមួយដែលអាចបំផ្លាញអនាគតកូនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមិនមកនិយាយរឿងជោគជ័យទេតែខ្ញុំមកនិយាយពីរឿងឈឺចាប់បំផុតក្នុងជីវិតម្ដាយម្នាក់ជីវិតគ្រួសារបែកបាក់វាមិនមែនប៉ះពាល់តែប្តីប្រពន្ធទេតែវាបំផ្លាញចិត្តកូនយ៉ាងជ្រៅជាងអ្វីទាំងអស់ខ្ញុំសូមនិយាយដោយចិត្តស្មោះខ្ញុំមិនមែនជាម្ដាយល្អសម្រាប់កូនខ្ញុំទេខ្ញុំធ្លាប់ខុសម្ដងហើយម្ដងទៀតខ្ញុំធ្លាប់ជាស្ត្រីមេម៉ាយជិត10ឆ្នាំហើយនៅពេលខ្ញុំរៀបការម្ដងទៀតខ្ញុំគិតថានេះជាផ្លូវទៅរកសុភមង្គលតែជីវិតពិតមិនដូចអ្វីដែលយើងគិតទេអ្វីដែលខ្ញុំធ្វើគឺមិនត្រឹមតែធ្វើឲ្យខ្ញុំឈឺចាប់ទេតែវាបានក្លាយជាសម្ពាធធំមួយលើកូនខ្ញុំពេលខ្លះការជ្រើសរើសខុសរបស់ម្ដាយអាចធ្វើឲ្យកូនត្រូវរស់នៅក្នុងការភ័យខ្លាចក្នុងការយំតែម្នាក់ឯងក្នុងការសួរខ្លួនឯងថាតើហេតុអ្វីគ្រួសារខ្ញុំមិនដូចគេខ្ញុំមិនចង់រៀបរាប់ច្រើនទេតែខ្ញុំចង់ផ្ដាំទៅបងប្អូនទាំងអស់គ្នាថាសូមថែរក្សាគ្រួសាររបស់យើងឲ្យបានល្អកុំឲ្យការខឹងការបែកបាក់ការប្រកែកនិងការមិនស្មោះធ្វើឲ្យគ្រួសារបែកបាក់ហើយខ្ញុំសូមផ្ដាំទៅមនុស្សប្រុសទាំងអស់សូមស្រឡាញ់គ្រួសាររបស់បងសូមស្មោះត្រង់សូមអាណិតកូនសូមចាំថាគ្មាននរណាស្រឡាញ់កូនដូចឪពុកម្ដាយបង្កើតរបស់ពួកគេទេកូនជាទីស្រឡាញ់កូនគឺជាកែភ្នែកកូនគឺជាបេះដូងរបស់ប៉ាម៉ាក់ទោះកូនមិនល្អសម្រាប់អ្នកដទៃតែកូននៅតែជាកូនដែលប៉ាម៉ាក់ស្រឡាញ់ជានិច្ចប៉ុន្តែកូនក៏ត្រូវដឹងដែរមានរឿងខ្លះកើតឡើងហើយមិនអាចថយក្រោយបានទេមានតែដើរទៅមុខបើកូនឃើញអ្វីដែលកូនមិនចង់ឲ្យកើតឡើងក្នុងជីវិតគ្រួសាររបស់កូនសូមយកវាជាមេរៀនធ្វើខ្លួនឲ្យល្អនៅពេលធំឡើងកុំឲ្យប្រវត្តិសាស្ត្រដដែលកើតឡើងលើជីវិតកូនម្ដងទៀតថ្ងៃនេះខ្ញុំមិនមកសុំការអាណិតទេតែខ្ញុំមកសុំឲ្យបងប្អូនស្រឡាញ់គ្រួសារឲ្យបានច្រើនជាងមុនព្រោះពេលគ្រួសារបែកបាក់អ្នកឈឺចាប់ជាងគេគឺកូនរបស់យើងអរគុណដែលបានស្ដាប់បទពិសោធន៍ពីចិត្តម្ដាយម្នាក់សូម Subscribe Channel YouTube របស់ខ្ញុំនឹងចែករំលែកបទពិសោធន៍ផ្សេងទៀត